គ្រូតមេរៀនយើងតិចទៀតនេះខ្ញុំលើកយកចំនួនកុំភ្លេចទម្រង់ត្រីកោណមានមកនិយាយថ្ងៃមុនយើងរៀនពីចំនួនកុំភ្លេចទម្រង់ពេចគណិតឧទាហរណ៍ z ស្មើនឹង a បូក be ហើយយើងគូររូបវានៅក្នុងប្លង់កុំភ្លេចឧទាហរណ៍ចំណុចនៅត្រង់នេះចោះនេះគឺ a នេះគឺ be អញ្ចឹងយើងគិតពីគុល O ទៅចម្ងាយពីគុល O ទៅចំណុច Z ហ្នឹងចម្ងាយហ្នឹងគេហៅថា module យើងតាមដល់អក្សរ R ហើយមុំនេះមុំដែលផ្គុំឡើងជាមួយនឹងអចំនួនពិតនេះគេហៅថា A គុយម៉ង់គឺមុំតែតាឬក៏ខ្លះគេហៅ alpha បាទអញ្ចឹងក្នុងត្រីកោណកែងយើងនេះ sin alpha ស្មើអីឥឡូវ R តាមពីតាហ្គើទិសបត់ពីតាហ្គើ R ការ៉េស្មើនឹង R នេះគឺជា hypotenuse ស្មើប្រវែងនេះគឺប្រវែង A បូកនឹងប្រវែងប៉ុណ្នេះប្រវែងប៉ុណ្ណឹងស្មើប្រវែងនេះដែរគឺ B គេគិតប្រវែងគិតប្រវែងចាំគិត E ទេបាទអញ្ចឹងយើងតាមទៅ B ទៅបានបូក B ការ៉េអញ្ចឹងនាំឲ្យយើងបាន R ស្មើនឹងរឹស A ការ៉េបូក B ការ៉េអញ្ចឹង R ហ្នឹងគេហៅថា module នៃ Z module ហ្នឹងសៀវភៅខ្លះគេសរសេរដាក់តម្លៃលេខថា Z ទេក៏បានដែរតម្លៃលេខថា Z គឺជា module នៃ Z ដែរម្យ៉ាងទៀតនៅក្នុងត្រីកោណកែងដែលគេឲ្យមកហ្នឹងមានពាក្យមួយគេហៅ Staccato យើងមិនធ្លាប់ឮអត់ទេ Staccato បាទមានពាក្យ3ម៉ាត់ Staccato So ហ្នឹងគឺ S ហ្នឹងគឺ sin O ហ្នឹងគឺ opposite អាហ្នឹងគឺ hypotenuse អញ្ចឹងមានន័យថា sin ស្មើនឹងជ្រុងជាប់លើ hypotenuse ជ្រុងឈមសំទោស opposite ថា C ហ្នឹងគឺ cos ស្មើនឹងជ្រុងជាប់ណា adjacent លើ hypotenuse ដល់ពេលតូគឺតង់សង់ស្មើនឹងជ្រុង opposite លើអានេះមកសុខាតូច្រឡំមែន O មែន A គឺជ្រុងឈមឬជ្រុងជាប់បាទអាហ្នឹងគឺសូខាតូអញ្ចឹងយើងក៏លេចមកមើលចំនួនសកលមិត្តយើងវិញ alpha យើងរកតាមណាអញ្ចឹងកូសនេះនៃមុំ alpha វាស្មើនឹងនេះខាគឺជ្រុងជាប់អញ្ចឹងជ្រុងជាប់គឺប្រវែង A គឺ A លើ hypotenuse R ហើយនឹង sin សូនេះគឺជ្រុងឈមលើ hypotenuse ជ្រុងឈមនេះគឺប្រវែងប៉ុណ្ណឹងគឺ B ស្មើនេះដែរអញ្ចឹងគឺ B លើ
air យើងអាចទាញរក a ស្មើនឹងនេះកូសស្មើ a លើ air ដល់ពេលយើងទាញរក a មកស្មើ air គុណនឹងកូសនេះយើងទាញរក b មកស្មើ air គុណនឹង sin alpha ហ្នឹងគេហៅថាមុំ alpha ហ្នឹង a គុយម៉ងពាក្យបារាំង a គុយម៉ងនៃសិតចឹងឥឡូវនេះគេបានចំនួន complex z យើងស្មើ a បូក bi យើងបានបំលែង a វានេះទៅជា air កូសបូក b យើងគឺ air sin នេះ alpha គុណនឹង e គឺយើងអាចចាប់ air ជាកតាមកមាន air ដូចគ្នានេះចឹងសល់កូស alpha បូក e sin នេះ alpha អានឹងសិតចឹងហ្នឹងគេហៅថាទម្រង់ត្រីកោណមាត្រនៃសិតទម្រង់ត្រីកោណមាត្រឧទាហរណ៍គណនា module នៃសិតក z ស្មើ2បូក 2e ចឹង module នៃ z ឬយើងតាំងដោយ r ក៏បានស្មើនឹងឫសការ៉េ2លើកជាការ៉េហើយឡើងមីគុណ e នោះ2ដែរចឹង2ការ៉េ4និង2ការ៉េ4ទៀតចឹង8បើគិតទៅវា2ឬ2ខ z ស្មើនឹងឫស3ដក e ចឹងនេះយើងបានឫស3ការ៉េe នោះយើងដក e ចេញមកសល់ដក1ចឹងដក1លើកជាការ៉េឬ3ការ៉េ3ដក1ការ៉េ1 3បូក1 4ឬការ៉េ4 2Z ស្មើនឹង3ដក 4e ឬក៏ដក3បូក 4e ទេចាស់ចឹង module នៃ Z ស្មើនឹងឫសការ៉េដក3ការ៉េបូក4ការ៉េដក3ការ៉េ9 4ការ៉េ16 9បូក16 25ឬ25បាន5សរសេរចំនួន complex សិត1ស្មើនឹង2បូក 2e និងសិត2ស្មើនឹងឫស3បូក e ជាទម្រង់ត្រីកោណមាត្រទម្រង់ត្រីកោណមាត្រគឺនេះ r កូស alpha បូក e sin alpha 2បូក 2e ឥឡូវ r វាស្មើប៉ុន្មាន r ឥឡូវយើងលួចរកក្រៅទៅយើងខ្ជិលនេះបើយើងស្ទាត់យើងលួចរកនៅក្រៅក៏បានហើយបើយើងមិនសូវស្ទាត់យើងរកនៅក្នុងហ្នឹងក៏បានរកក្នុងហ្នឹងហ្មងក៏បានដែរមាន module វាស្មើនឹងឫស2ការ៉េបូក2ការ៉េយើងបាន2ឫស2អញ្ចឹងយើងចាប់2ឫស2ជាកតាមកអានេះ2នេះយើងត្រូវចែកនឹង2ឫស2ព្រោះយើងចាប់ជាកតាអានេះចឹងដែរនេះយើងសម្រួល2ចោលសល់1លើឫស2នេះយើងអាចបំបត្តិកាលភាគបែក
នេះក៏បានការពីបាយដែរអញ្ចឹងបានរឹស2 លើ 2 បូកនឹងរឹស2 លើ 2e អញ្ចឹងយើងរកនឹកមើលថាតើកូសប៉ុន្មានស៊ីនប៉ុន្មានកូសបូក2ស៊ីនដែលកូសវាគឺរឹស2 លើ 2ស៊ីនវារឹស2 លើ 2ដែរអញ្ចឹងមានវងត្រកោណមាត្រមួយបាទអញ្ចឹងយើងមើលកូសហើយស៊ីនស្មើគ្នាកូសដេកស៊ីននឹងមកពាក្យស៊ីតាស៊ីឈរហើយមានណាដេកស៊ីទេនេះស៊ីននេះកូសអញ្ចឹងស៊ីនហើយកូសវាស្មើគ្នាអញ្ចឹងស្មើគ្នាមានតែមុំឡើយនេះមុំឡើយនេះអាហ្នឹងស៊ីនហើយកូសវាប្រវែងវាស្មើគ្នាអញ្ចឹងមុំប្រវែងហ្នឹងបើយើងគិតវាស់យករាប់ទៅមកវាស់គឺ45ដឺក្រេប៉ុន្តែនៅក្នុងសភៅខ្មែរយើងគេច្រើនគិតជារ៉ាឌីយ៉ង់អញ្ចឹង45ដឺក្រេគិតជារ៉ាឌីយ៉ង់អានេះ0អានេះ90វាផៃលើ2ពេល45វាពាក់កណ្ដាល90អញ្ចឹងវាផៃលើ4បូក e ទៅនេះផៃលើ4នេះជំរុំតែក៏មានរបស់សិត1ដល់ពេលសិត2ឬ3បូក e នេះមាន model វាស្មើនឹងឬ3ការ៉េបូក1ការ៉េឬ3ការ៉េ3 1ការ៉េ1អញ្ចឹងបាន2អញ្ចឹងយើងចាប់ពីជាកតាតឬ3 លើ 2 បូក1 លើ 2e អញ្ចឹងយើងត្រូវរកកូសហើយនឹងស៊ីនឥឡូវយើងមើលស៊ីនវាស្មើកន្លះស៊ីនវាស្មើកន្លះខ្ញុំអាចគូសភាសាទៀតណាគូសវងត្រកោណមាត្រមួយទៀតណាអញ្ចឹងដូចមិញដែរស៊ីនវាឈរអូវាដេកឥឡូវយើងមើលអានេះស៊ីនស្មើកន្លះនេះស៊ីនស្មើកន្លះនៅក្នុងវងត្រកោណមាត្រអានេះ0អានេះ1ប្រវែងអញ្ចឹងកន្លះវាពាក់កណ្ដាល0ដល់1នេះកន្លះអញ្ចឹងស៊ីននេះស្មើកន្លះវាអាចមាន2វាអាចទៅស្ដាំវាអាចមកឆ្វេងបាទបើទៅស្ដាំកូសវាកន្លែងនេះគឺ3 លើ 2តែបើមកឆ្វេងកូសកន្លែងនេះគឺវាអវិជ្ជមានដកឬ3 លើ 2ប៉ុន្តែលំហាត់យើងកូសវាគឺ3 លើ 2ទេគឺវិជ្ជមានអញ្ចឹងចំធ្នូនៅខាងស្ដាំនេះអញ្ចឹងវាស់មុំប៉ុន្មានមុំតូចអានេះអញ្ចឹងមកគិតជាដឺការ៉េវា30តូចជាង45 30ប៉ុន្តែជាទូទៅគឺច្រើនគិតជារ៉ាឌីយ៉ង់អញ្ចឹង30នេះវាមាន33ដងមិនបានដល់90ផៃលើ2 3ដងអញ្ចឹងនេះវា1/3អញ្ចឹងមានន័យថាផៃលើ2ចែក3អញ្ចឹងបានផៃលើ6អញ្ចឹងស្មើ2កូសផៃលើ6បូក e ស៊ីននេះផៃលើ6គឺ2
សេអុយ1 ដកឬ3 e និង v ស្មើនឹងអឺដកឬ3ដកឬ3បូកឬ6 e ជាទម្រង់ត្រីកោណមាត្រ1 ដកឬ3 e នេះមាន model វាឬការ៉េ1ការ៉េហើយនឹងដកឬ3ការ៉េដកឬ3ការ៉េ3 1បូក3 4ឬការ៉េ4 2ចឹងអុយយើងស្មើនឹង2 1/2ដកឬ3លើ 2e បាទអញ្ចឹងវាស្មើនឹង2កូសបូក e ស៊ីនបាទអញ្ចឹងយើងគិតលើកវងត្រីកោណមាត្រទៀតហើយណាមេរៀនហ្នឹងអូនខ្លះគាត់យកអាกระดาษរូបមន្តវងត្រីកោណមាត្រទុកប្រើប៉ុន្តែយើងប្រើក៏ប្រើចុះប៉ុន្តែសូមឲ្យយើងកុំប្រើវាជាលក្ខណៈដូចថ្នាំញៀនណាយើងប្រើវាលួចមើលបន្តិចបានហើយកុំប្រើវាដល់ថ្នាក់អត់វាអត់បានអាហ្នឹងក៏ណាចឹងដូចយើងនិយាយមិញដែរកូសតា c ឈរឲ្យ c នេះកូសឥឡូវកូសយើងស្មើកន្លះនេះកូសយើងស្មើកន្លះចឹងនៅលើអកូសវាមានកន្លះវាពាក់កណ្ដាលនេះហើយចឹងមាន2វាអាចទៅលើអាចមកក្រោមទៅលើគឺឬ3លើ2មកក្រោមគឺដកឬ3លើ2លំហាត់យើងនេះគឺដកឬ3លើ2នេះអញ្ចឹងគឺចុងធ្នូនៅក្រោមហើយអញ្ចឹងបើគិតមុំវា60ដឺក្រេនេះប៉ុន្តែ60នេះវិលបច្រាស់ទិសដៅវិជ្ជមានទិសដៅមកក្រោមគឺទិសដៅអវិជ្ជមានវិលទៅលើទិសដៅវិជ្ជមានអញ្ចឹងគេដាក់កូសដក60ដឺក្រេនេះស៊ីនដក60ដែរបាទអញ្ចឹងយើងអាចបំលែងវាទៅរ៉ាឌីយ៉ង់ដាក់ដកចឹងមក60គឺផៃលើ3ព្រោះផៃហ្នឹង180យើងចកនេះចំណាំគឺ180អញ្ចឹង180ចែកឲ្យ3បាន60នេះគឺទម្រង់ត្រីកោណមាត្ររបស់ពុយឥឡូវវេម្ដងវេគេឲ្យមកដកឬ3បូកឬ 6e នេះ model វាឬការ៉េនៃដកឬ3លើកជាការ៉េបូកនឹងឬ6លើកជាការ៉េដកឬ3ការ៉េ3ឬ6ការ៉េ6 1បូក3 9ឬការ៉េ9 3ចុំចឹងវេយើងស្មើនឹង3កតានឹងដកឬ3លើ3នេះប្រធានខ្ញុំកែសម្រួលធានតិចធានវាអត់នេះប្រធានវាដាក់អញ្ចឹងមុំអត់ពិសេសអត់ចូលមុំពិសេសយើងរកអត់ឃើញទេអញ្ចឹងឬ2បូកឬ6ដកឬ2បូកឬ6វិញ
ចានេះឬ2ការ៉េ2 2បូក6 8ឬការ៉េ8គឺ2ឬ2ណាចឹងយើងបាន2ឬ2ចានោះបានដកឬ2នៅដដែលចែកនឹង2ឬ2បូកនឹងឬ6ចែកនឹង2ឬ2អានេះយើងសម្រួលឬការ៉េ2ចោលសល់ដក1លើ2អានោះឬ6ចែកឬ2បានឬ3កូសបូកអ៊ីស៊ីនឥឡូវយើងមើលមុំប្រមាណយើងគូមុំទៅកោណមានមកចឹង C ឈអូដេឥឡូវកូសវានេះមកដកកន្លះចឹងដកនៅខាងស្ដាំខាងឆ្វេងគល់អូនេះដកកន្លះចឹងមាន2កន្លែងវាអាចទៅលើអាចមកក្រោមមកខាងលើស៊ីនវាវិជ្ជមាន3លើ2បើមកក្រោមវាដកនឹង3លើ2តែលំហាត់យើងនេះវាស៊ីនវាវិជ្ជមានចឹងខាងលើហើយចឹងមុំនេះអានេះ90អានេះ30ចឹង9ថែម30វា120ដឺក្រេ120ហ្នឹងវាស្មើ62ដងចឹងយើងគិត60វាផៃលើ3ដល់ពេល62ដងវា2ផៃលើ3ពីចំនួនកុំភ្លេចចំនួនទីកោណមានខ្ញុំនិយាយសង្ខេបប៉ុណ្ណឹងហើយហ្នឹងមានអីឆ្ងល់អត់អត់ឆ្ងាយលឿនពេកហ៎អូខេអញ្ចឹងទីទៀតខ្ញុំនឹងតម្លាក់លំហាត់ទៅឲ្យធ្វើបាទអញ្ចឹងយើងគ្រូបិទវីដេអូប៉ុណ្ណឹងចាំធ្វើលំហាត់ហើយចាំគេងជុំនឹង